ตาเนี่ยកំពុងធ្វើអ្វីตาនាងមិនមែនជាផ្កាប្រចាំសាលារបស់យើងស៊ូឈីងវ៉ាន់ទេនាងប្រែជាគ្រូមកសោះមិញនេះខ្ញុំមានអារម្មណ៍ថាមានក្លិនខ្មោចឆៅតិចដោយសារតែក្នុងចិត្តគិតតែពីភារកិច្ចដែលលោកគ្រូប្រគល់ឲ្យក៏ស្មានតែខ្លួនឯងច្រឡំអត់បានយកចិត្តទុកដាក់លទ្ធផលគឺទៅតែដើរចេញផុតក្លិនខ្មោចឆៅក៏កាន់តែខាប់ទៅប្រកាសជាពេលបដូរសម្លេងអនាម័យមិញនេះត្រូវអាម្នាក់នេះលួចមើលឃើញអស់ហើយនិយាយមកមិញនេះឯងបានឃើញអ្វីខ្លះអាបាខ្ញុំសម្លាប់ឯងអាឡយចង់រត់ឬលើកនេះចាំមើលអញរត់ទៅណាទៀតមិនក៏អាចទៅរួចយន់បង្កខ្មោចឆៅដែលខ្ញុំគូដោយផ្ទាល់ដៃបែរជាគ្មានប្រសិទ្ធភាពលើខ្មោចឆៅតូចមួយនេះសោះយន់កំដៅយ៉ាងយន់នេះពេលប៉ះពាល់នឹងបិសាចវានឹងឆេះភ្លាមគុំថាឡើយខ្មោចឆៅតូចមួយសំបីតែខ្មោចឆៅលោតក៏លាយទៅជាទឹកដែរចប់ហើយមិនក៏អញ្ចឹងឬមួយមកប្រចាំខែទៅវេទមុនខ្លួនឯងថយចុះខ្លាំងប៉ុន្តែស្ទើរតែគ្មានផលសោះអញ្ចឹងដាវមួយនេះនឹងធ្វើឲ្យឯងរលាយជាទឹកយើអាម្នាក់នេះប្រហែលជាមនុស្សខ្លែងធ្វើទេដឹងអាឡយខ្ញុំមិនត្រឹមតែសាំនឹងក្រដាស់យន់ទេប៉ុន្តែថែមទាំងសាំនឹងអាវុធវេទមន្តទៀតឬមួយខ្ញុំបានកែប្រែខ្លួនឯងឲ្យទៅជាខ្មោចឆៅផាន់គោដល់កំណត់ខ្ញុំធ្លាប់ឃើញកំណត់ត្រាក្នុងក្បួនតម្រាថាមូលដ្ឋានខ្មោចឆៅទាំងអស់កើតចេញពីបុព្វបុរសខ្មោចឆៅទាំង4ប៉ុន្តែបុព្វបុរសទាំង4នោះក៏វិវត្តចេញពីខ្សែស្រឡាយឈាមផាន់គោដែលបង្កើតពិភពលោកទើបជាខ្មោចឆៅដំបូងគេនៅលើលោកប៉ុន្តែឥឡូវមិនមែនជាពេលគិតរឿងនេះទេរត់ជាមុនសិនទោះបីខ្ញុំសាំនឹងយន់នឹងអាវុធវេទមន្តប៉ុន្តែកម្លាំងស៊ូឈីងវ៉ាន់ខ្លាំងពេកប្រកាសជាចេះមិនអាគមបើត្រូវមិនអាគមមួយបាច់ខ្ញុំប្រហែលជាទ្រាំមិនបានទេចប់ហើយអត្តចរិតស៊ូឈីងវ៉ាន់ជាមនុស្សមានអ្នកស្រាប់បើមិនសម្លាប់ខ្ញុំទេនាងមិនឈប់ឡើយរត់អញ្ចឹងរហូតមិនមែនជាដំណោះស្រាយទេលបឿនស៊ូឈីងវ៉ាន់លឿនពេកមិនដល់10វិនាទីទៀតនឹងទាន់ហើយគិតឃើញហើយស៊ូឈីងវ៉ាន់ធ្លាប់សារភាពស្នេហ៍ជាមួយខ្ញុំលើសពី1ដងចង់ឲ្យខ្ញុំធ្វើជាសង្សារនាងប៉ុន្តែខ្ញុំដឹងខ្លួនថាប្រៀបមិនស្មើនឹងនាងរាល់ដងតែងតែបដិសេធឲ្យតែខ្ញុំបង្ហាញអត្តសញ្ញាណប្រហែលជានៅមានសង្ឃឹមរស់ខ្ញុំមិនមែនកំពុងយកសពទេដឹងខ្មោចឆៅស្មួយក្បាលបែរជាសរសេរអក្សរលើដីឯងគឺបងណានមិនមែនទេបងស្រីឥឡូវខ្ញុំជាខ្មោចឆៅបិទឈាមជួយផ្ដល់ការគោរពជាមូលដ្ឋានឲ្យខ្ញុំបន្តិចបានទេមនុស្សស្រីម្នាក់នេះមិនខ្លាចខ្ញុំខំមួយម៉ាត់បិទឈាមនាងឲ្យស្ងួតទេបងណានខ្ញុំធ្លាប់និយាយថាជាតិណាក៏ខ្ញុំរៀបការតែជាមួយបងដែរមិនថាមុខមាត់បងប្រែជាយ៉ាងណាក៏ខ្ញុំមិនអត់ដែរទោះជាប្រែជាខ្មោចឆៅអាក្រក់មើលក៏លើកនេះមិនអនុញ្ញាតឲ្យបងបដិសេធខ្ញុំទេបើបងហ៊ានបដិសេធខ្ញុំនឹងសម្លាប់បងហើយស្លាប់ទៅតាមបងចប់ហើយនិស័យមានរបស់មនុស្សស្រីម្នាក់នេះនិយាយពិតជាធ្វើពិតយល់ព្រមជាមុនសិនសឹមគិតទៀតល្អណាស់បងណានចុងក្រោយបងយល់ព្រមនឹងខ្ញុំហើយត្រូវហើយមិនក៏បងប្រែជាខ្មោចឆៅហើយមកលេចមុខនៅទីនេះកាលពី1ខែមុនគ្រាន់តែដោយសារស៊ូឈីងវ៉ាន់និយាយជាមួយខ្ញុំប៉ុន្មានម៉ាត់អាបងធំសាលាយ៉ាងវៃក៏នាំមនុស្សទៅដុតឪពុកម្ដាយខ្ញុំទាំងរស់ដើម្បីសង្សឹកខ្ញុំបានមកកន្លែងខ្មោចតៃហោងនេះកែប្រែខ្លួនឯងឲ្យទៅជាខ្មោចឆៅខ្ញុំទៅតែចាក់ចេញ1ខែសោះតែមានរឿងកើតឡើងច្រើនម្លេះមកពីខ្ញុំមិនបានការពារបងឲ្យល្អអាស័ក្តិធាតុយ៉ាងវៃបងណានបងកុំបារម្ភខ្ញុំនឹងជួយបងសម្រាប់សត្រូវរៀបចំឲ្យគ្រួសារវាងាប់តាមឪពុកម្ដាយបងប៉ុន្តែឥឡូវនេះត្រូវប្រញាប់ចាក់ចេញពីទីនេះខ្ញុំទទួលភារកិច្ចពីបាក់ទីនេះមាននិកាយបិសាចមួយឈ្មោះនិកាយវ៉ាន់ទូដើមឡើយខ្ញុំមកដើម្បីកំទេចពួកវាប៉ុន្តែយប់នេះខ្លួនមិនស្រួលកម្លាំងថយចុះខ្លាំងបើឲ្យពួកវាដឹងថាបងពិសេសយ៉ាងនេះប្រកាសជានឹងចាប់បងទាំងរស់ធ្វើជាកូនក្រមុំបញ្ជារឿងសង្សឹកទុកមួយឡែកសិនតាមកម្លាំងបងបច្ចុប្បន្នចូលទៅក្នុងក្រុមគ្រោះថ្នាក់ពេកហើយអំបូរយ៉ាងមិនធម្មតាទេសម្ងាត់ប្រហែលជាមានការគប់គិតជាមួយនិកាយវ៉ាន់ទូនិយាយពីខ្មោចមកដល់មែនជុំវិញស្រាប់តែលេចចេញក្លិនអាក្រក់ដ៏ខ្លាំងក្លាចំនួន3ប្រញាប់ឆ្ពោះមកទីនេះលើសពីនេះបើប្រៀបធៀបនឹងធាតុអាកាសស៊ូឈីងវ៉ាន់គឺខ្លាំងជាងបន្តិចទៀតមិនខុសទេប្រហែលជាដោយសារស៊ូឈីងវ៉ាន់ទើបតែប្រយុទ្ធជាមួយខ្ញុំមុននេះទើបឆក់យកពួកវាមកបងណានបងចង់និយាយអ្វីឥឡូវសរសេរអក្សរក៏មិនទាន់ដែរម៉ែវាឲ្យខ្លាចជាខ្មោចឆៅនិយាយមិនកើតពិតជាពិបាកចិត្តណាស់មិនស្រួលទេជាពួកបិសាចនៃនិកាយវ៉ាន់ទូបងណានមើលទៅបងក៏ដឹងដែរពួកយើងប្រញាប់ទៅហេះចង់ទៅពួកឯងរត់មិនរួចទេ
បងណានកុំខ្លាចខ្ញុំការពារបង ស្រីស្អាតល្អណាស់ល្មមចាប់យកទៅធ្វើប្រពន្ធជាសិស្សនៃបាក់តាំងខ្លួនជាធរបែរជាមកសហការជាមួយខ្មោចឆៅពួកបាក់ធរធំរបស់ពួកឯងពិតជាមាត់ផ្សេងចិត្តផ្សេងមែនគុំនិយាយច្រើនវាយខ្ញុំខត់ពួកវាបងណានប្រញាប់រត់ទៅ ឥឡូវកម្លាំងខ្ញុំខ្សោយពេកនៅទីនេះមានតែធ្វើឲ្យនាងតច្រកទៅមុនល្អជាងមេឃមានអភូតហេតុទាំង3ព្រះអាទិត្យព្រះច័ន្ទនិងផ្កាយឆ្លងកាត់ផ្ទៃមេឃនិងផែនដីប្រលឹងវិសាច់ភ្ញាក់ផ្អើលព្រះអម្ចាស់ពួកឯងដោះស្រាយស្រីម្នាក់នេះខ្ញុំទៅសម្លាប់ខ្មោចឆៅនោះអាខ្មោចឆៅតូចស្លាប់ទៅមានរឿងអ្វីកើតឡើងខ្ញុំបែរជាធំក្លិនក្រអូបឈ្ងុយឆ្ងាញ់ចេញពីប្រលឹងខ្មោចទាំងនេះដូចជាអាហារដ៏ឆ្ងាញ់អញ្ចឹងអាឡយប្រលឹងខ្មោចនេះបែរជាអាចបង្កើនកម្លាំងខ្ញុំបានបែរជាទម្លុះដល់កម្រិតខ្មោចឆៅខ្មៅដំបូងខ្ញុំអាចមានអារម្មណ៍ច្បាស់ថាកម្លាំងត្រចៀកនិងច្រមុះខ្ញុំឥឡូវកើនឡើងច្រើនដងចប់ហើយអាម្នាក់នេះបែរជាទម្លុះឯងជាអាល្ងងមែនទេខ្មោចឆៅយកគំនុំធ្វើជាកម្លាំងយកឈាមធ្វើជាអាហារប្រលឹងខ្មោចក្នុងទងប្រលឹងទៅទល់នឹងខ្មោចឆៅយ៉ាងមិនកើតខ្ញុំភ្លេចបាត់នៅមិនប្រញាប់ប្រមូលយកមកវិញខ្មោចឆៅដើមឡើយពិបាកដោះស្រាយស្រាប់បើឲ្យវាស៊ីប្រលឹងខ្មោចច្រើនវានឹងទម្លុះកម្រិតទៀតហើយចប់ហើយគ្មានអ្វីចម្លែកទេដែលគេថាវាជាមិត្តរួមក្រុមដូចជ្រូកលើកមុនដើរធ្វើបេសកម្មជាមួយគ្នាលោកប៉ានិងគ្នារំវីសិស្សបាក់ធំម្នាក់ដើមឡើយឈ្នះ100មិននឹកស្មានថាអាម្នាក់នេះប្រហែសវាចំក្បាលលោកប៉ាបែកឈាមថែមទាំងប្រើបាតដៃពី5វីគ្នាខ្លួនឯងមួយដៃលទ្ធផលធ្វើឲ្យសិស្សបាក់ធំនោះរត់រួចឯគ្នាមុនស្លាប់ដួលក្នុងរង្វង់ដៃអាល្ងងនេះនិយាយថាមានអ្នកលួចវាប្រហារពីក្រោយឲ្យអាល្ងងនេះសង្សឹកឲ្យមិនដឹងថាអ្នកវាស្លាប់គឺអាល្ងងម្នាក់នេះសោះលើកនេះច្បាស់ជាវាប្រព្រឹត្តល្អដើម្បីលុបលាងកំហុសប៉ុន្តែម៉ែវាឲ្យទៅដោះស្រាយជាមួយខ្មោចឆៅបែរជាធ្វើឲ្យភីគីមខាងទៀតទម្លុះដល់ខ្មោចឆៅខ្មៅបើមិនមែនអាម្នាក់នេះជាក្មួយប្រុសរបស់ព្រឹទ្ធាចារ្យទេអញពិតជាសង្ស័យថាអាម្នាក់នេះជាចារបុរសដែលសត្រូវបញ្ជូនមកមែនអាឡយខ្មោចឆៅខ្មៅដំបងបែរជាអាចលោតខ្ពស់ដល់4ម៉ែត្រមិនមែនជាទូទៅលុះត្រាតែដល់កម្រិតខ្មោចឆៅលោតដំបងទើបអាចដល់កម្ពស់បែបនេះទេខ្មោចឆៅខ្មៅកម្រិតមធ្យមទម្លុះកម្រិតទៀតហើយអាចង្រៃខ្មោចឆៅឯងធ្វើឲ្យប្រែជាខ្មោចឆៅខ្មៅឯងពិតជាពូកែមែនក្នុងនិកាយវ៉ាន់ទូយើងប្រើដាវឈើពេះប្រញាប់សម្លាប់វាទៅដេមនុស្សធំមិនវីចំមុខទេឯងមានសុជីវធម៌បន្តិចបានទេឱកាសល្អស៊ីប្រលឹងខ្មោចនៅតែអាចបង្កើនកម្លាំងបានច្រើនយ៉ាងនេះបើបិទឈាមស្រស់របស់បេសាចម្នាក់នេះប្រកាសជាកម្លាំងកើនឡើងខ្លាំងដល់ពេលនោះអាចបកទៅសម្លាប់បេសាច2នាក់ទៀតបានហើយសត្វត្រឆានគឺនៅតែជាសត្វត្រឆានមិនត្រឹមតែមិនកិច្ចថែមទាំងហ៊ានស្ទុះមកមុខបើឯងចង់ស្លាប់នឹងបំពេញបំណងឯងមើលងាយខ្ញុំមិត្តរួមបកស្រាយចំអកខ្ញុំយប់នេះខ្ញុំនឹងយកជីវិតឯងមកបញ្ជាក់ថាឯងមិនមែនជាមនុស្សអត់បានការទេរសជាតិនេះស្រួលណាស់ស៊ីដាវឈើពេះក៏អាចបង្កើនកម្លាំងបានដែរដាវឈើពេះមានពន្លឺបែរជាត្រូវអាម្នាក់នេះស៊ីបាត់មិននឹកស្មានថាឈាមអាចាស់នោះមានប្រសិទ្ធភាពគួរសមឆាប់ទម្លុះដល់ខ្មោចឆៅលោតកម្រិតដំបូងបាត់មិនអាក្រក់ទេរាងកាយមិនរឹងដូចមុនទៀតទេ
ព្រះអង្គគុំចាស់ អត់បានការនេះបែរជាធ្វើឲ្យខ្មោចឆៅមួយក្បាលនេះទម្លុះដល់កម្រិតខ្មោចឆៅលោតសំណាងល្អគ្រាន់តែជាខ្មោចឆៅលោតអាចដោះស្រាយបានប៉ុន្តែអត់បានការនោះយ៉ាងណាក៏ជាក្មួយប្រុសរបស់ព្រឹទ្ធាចារ្យមានតែចាប់ខ្មោចឆៅនេះនិងស្រីម្នាក់នេះត្រឡប់ទៅឲ្យព្រឹទ្ធាចារ្យចាត់ការ ជាគូប្រកួតទេប្រញាប់រត់ទៅ មកនេះមកអាល្អិតឯងចង់ស្លាប់បន្ទាប់ពីទម្លុះដល់ខ្មោចឆៅលោតខ្ញុំមិនត្រឹមតែប្រែជាខ្លាំងទេសូម្បីតែកន្លងនៃការវាយប្រហាររបស់ពួកវាក៏មើលឃើញច្បាស់ក្រឡែតដែរមិនក៏អាចទៅរួចដៃរបស់ខ្មោចឆៅលោតបែរជារហ័សរហួនយ៉ាងនេះល្បឿនក៏លឿនម្ល៉េះចង់រត់មិនក៏បងណានមិនក៏បងពូកែម្លេះតែជាអាចសម្រាប់អ្នកគុណនិយមបិសាចកម្រិតយូជីចុងក្រោយពីអ្នកបានបងណានបងប្រញាប់បិទឈាមពួកវាទៅទីនេះជាទឹកដីរបស់និកាយវ៉ាន់ទូយើងត្រូវប្រញាប់ចាក់ចេញបើមិនអញ្ចឹងទេនឹងនាំមនុស្សខ្លាំងពីនិកាយវ៉ាន់ទូមកច្រើនទៀត បងណានបងពិតជាពូកែណាស់តែជាទម្លុះកម្រិតទៀតហើយបងណានតើបងជាខ្មោចឆៅពូអ្វីឲ្យប្រកាសមិនត្រឹមតែទម្លុះកម្រិតលឿនមិនខ្លាចយន់នឹងអាវុធវេទមន្ទេសូម្បីតែកម្លាំងក៏ខ្លាំងជាងខ្មោចឆៅកម្រិតស្មោះគ្នាឆ្ងាយណាស់ខ្ញុំក៏មិនដឹងដែរប្រហែលជាខ្មោចឆៅផាន់គោដឹងបងណានបងអាចនិយាយបានហើយខ្ញុំចុងក្រោយអាចនិយាយបានហើយឈីងវ៉ាន់ជួយខ្ញុំប្រមូលអាវុធវេទមន្តរបស់ពួកវាផងពួកយើងចាក់ចេញពីទីនេះល្អ តែជាប្រែជាខ្មោចឆៅលឿនយ៉ាងនេះឆ្លងពីខ្មោចឆៅពិតជាប្រែជាខ្មោចឆៅមែនប៉ុន្តែជាទូទៅត្រូវចំណាយពេល3ថ្ងៃសូម្បីតែពីខ្មោចឆៅក្រោះមាសយ៉ាងហោចណាស់ក៏ត្រូវចំណាយពេល3ទៅ4ម៉ោងដែរតែឥឡូវសូម្បីតែ1នាទីក៏មិនដល់ផងបងណានពួកវាបែរជាកំពុងសំទះបងនេះជាភាពខ្លាំងរបស់ខ្មោចឆៅផាន់គោលគ្រោះថ្នាក់ពេកហើយបងណានបងសាកមើលបញ្ជាពួកវាបានទេខ្ញុំសាកមើល ពួកឯងទាំង3ក្រាបចុះក្រោកឈរឡើងពិតជាអាចមែនល្អណាស់បងណានបែបនេះបងអាចបង្កើតកូនចៅខ្លួនឯងបានហើយឥឡូវបងប្រែជាខ្មោចឆៅបើចង់រស់ត្រូវតែបង្កើនកម្លាំងខ្លួនឯងឲ្យបានច្រើនតាមតែអាចធ្វើទៅបានបើមិនអញ្ចឹងទេពេលជួបអ្នកខ្លាំងបាក់ស្ធរបងតែម្នាក់ឯងពិបាកទល់នឹងពួកវាណាទៅតោះ សំណាងល្អមុនពេលភ្លឺរកឃើញរូងភ្នំមួយឈីងវ៉ាន់អូនជាសិស្សបាក់ធរនៅជាមួយបងបើមានគេដឹងប្រហែលជាមានរឿងរ៉ាវហើយមែនទេមិនត្រឹមតែមានរឿងរ៉ាវទេនឹងត្រូវបាក់សម្លាប់ចោលធរនឹងបិសាចមិនអាចនៅរួមគ្នាបានទេការកំទេចបិសាចជាកាត់ប្រកិច្ចរបស់អ្នកបាក់ធរយើងប៉ុន្តែឲ្យតែបាននៅជាមួយបងណានខ្ញុំមិនខ្វល់អ្វីទាំងអស់ទោះជាត្រូវទល់នឹងបាក់ធរទាំងមូលក៏ដោយឈីងវ៉ាន់បងណានបងចង់សួរមែនទេថាហេតុអ្វីបងប្រែជាខ្មោចឆៅហើយខ្ញុំនៅតែស្រឡាញ់បងខ្លាំងយ៉ាងនេះតាមពិតបងមានគុណស្រោចស្រង់ជីវិតខ្ញុំធ្លាប់ជួយជីវិតអូន ហ៊ីហ៊ីបងមិនដឹងជាធម្មតាទេយ៉ាងណាក៏ជាតិណាក៏ខ្ញុំរៀបការតែជាមួយបងដែរបើបងហ៊ានបោះបង់ខ្ញុំនឹងសម្លាប់បងហើយស្លាប់ទៅតាមបងបានយល់ព្រមនឹងអូនហើយនឹងមិនបោះបង់អូនទេលើកលែងតែបងស្លាប់បងណានខ្ញុំមិនឲ្យបងស្លាប់ទេចាំខ្ញុំធ្វើបុណ្យទទួលបានគុណសម្បត្តិហើយកម្លាំងត្រឡប់ទៅដល់កម្រិតកម្ពូលខ្ញុំនឹងការពារបងឲ្យបានល្អបើមានអ្នកចង់សម្លាប់បងនោះត្រាតែកាន់កាប់លើសាកសពខ្ញុំទៅ បានហើយមិននិយាយរឿងនេះទេខ្ញុំឃើញដៃទាំងពីររបស់បងអាចប្រើប្រាស់បានរហ័សរហួនហើយអញ្ចឹងខ្ញុំបង្រៀនក្បាច់ប្រដាល់រួមសុំមួយឈុតនិងក្បាច់ក្រញាំមួយឲ្យតែបងស្ទាត់ជំនាញកម្លាំងប្រកបជាកើនឡើងច្រើនដងល្អក្បាច់ប្រដាល់រួមសុំនិងក្បាច់ក្រញាំមួយឈុតនេះពិបាកខ្លាំងណាស់ទោះជាកម្ពុជាអ្នកប្រយុទ្ធក៏ត្រូវចំណាយពេលច្រើនឆ្នាំទើបអាចយល់បានស្ទាត់ជំនាញដែរបងណានកុំប្រញាប់ស្ទាត់តែមួយក្បាច់កន្លះក្បាច់ក៏ល្មមឲ្យបងប្រើបានដែរ
បងនៅទីនេះរងចាំខ្ញុំសិនខ្ញុំចេញទៅរកឈាមស្រស់ឲ្យបងបន្ទាប់ពីខ្ញុំត្រឡប់មកវិញខ្ញុំនឹងបង្រៀនក្បាច់ដៃនិងមន្តអាគមឲ្យបងទោះបីបងជាខ្មោចឆៅមិនអាចប្រើមន្តអាគមបានប៉ុន្តែដឹងគេដឹងយើងទើបអាចប្រយុទ្ធរយដងឈ្នះរយដង ក្បាច់ប្រដាល់រួមផ្សំនឹងក្បាច់ក្រញាំមួយឈុតនេះមិនឃើញពិបាកដូចនាងនិយាយសោះឬមួយមកពីប្រែជាខ្មោចឆៅទើបខ្ញុំមានអារម្មណ៍ថាការចងចាំខ្ញុំឥឡូវល្អខ្លាំងដែលស៊ូឈីងវ៉ាន់សម្ដែងដូចជាបោះពុំជាប់ក្នុងខួរក្បាលខ្ញុំអញ្ចឹងនេះរាប់ថាខ្ញុំយល់បានស្ទាត់ជំនាញហើយមែនទេចាប់ពីពេលនេះទៅខ្ញុំជាខ្មោចឆៅចេះក្បាច់គុណហើយយ៉ាងវៃយប់នេះខ្ញុំនឹងឲ្យឯងសងបំណុលឈាម បងណានខ្ញុំត្រឡប់មកវិញហើយនេះជាឈាមដែលខ្ញុំរកឲ្យបងមើលលំអត់ឈីងវ៉ាន់អូនទៅយកពីណាចោលលួចពីក្លងឈាមមន្ទីរពេទ្យបងណានបងប្រញាប់ផឹកទៅឡយ៉ាងម៉េចដែរមានសញ្ញាទម្លុះកម្រិតទេគ្មានទេមើលទៅតាមការកើនឡើងនៃកម្លាំងបើចង់ទម្លុះកម្រិតលឿនត្រូវតែប្រើឈាមរបស់អ្នកខ្លាំងទើបបានឈាមមនុស្សធម្មតាគ្មានផលប៉ះពាល់ច្រើនលើខ្ញុំទៀតទេ